ចូលរួមកម្មវិធីអីដែរចូលរួមកម្មវិធីខែមោទនភាពអ្នកស្រឡាញ់ពេលដូចគ្នាថ្ងៃហ្នឹងបងមានបានរៀបចំអីជូនទៅដល់ភ្ញៀវអ្នកទស្សន៍ឬក៏អ្នកមកមើលឡើងមកយើងមានប៊ូតមួយហើយនៅក្នុងប៊ូតរបស់យើងមានសម្ភារៈមួយចំនួនមក Love Diversity ដូចជាមានកាបូបមានអាវយឺតមានសភៅមានប៊ិចអីចឹងទៅហើយយើងមាន Rainbow Material មួយចំនួនទៀតថ្ងៃហ្នឹងបងអាចជួយណែនាំបានថាថ្ងៃហ្នឹងមានកម្មវិធីអីគេខ្លះក្នុង event របស់យើងសម្រាប់កម្មវិធីបើយើងមើលតាម agenda កម្មវិធីមានច្រើនចាមានកម្មវិធីមានកម្មវិធីស្បាយមានពីខាងទូធ្លុកក៏យើងមានពីខាងក្រាស់ film ក៏យើងមានហើយពីតារាបង្ហាញម៉ូដក៏យើងមានហើយឬនៅពិសេសនោះគឺយើងមានការ share experience ពីសហគមន៍របស់យើងថែមទៀតពីបទពិសោធន៍ជីវិតរបស់គាត់ក្នុងការចែករំលែកនៅនឹងសូមបងគិតមិនដែរចំពោះ event ឆ្នាំហ្នឹងដែរបើចំពោះ event ឆ្នាំហ្នឹងសម្រាប់ខ្ញុំចូលលើកទី1គឺវាល្អដោយសារតែវាមានការតាំងពីពណ៌ទៅលើsticker ឬក៏មានសំណួររង្វាន់អីដើម្បីជាចំណេះដឹងបន្ថែមទៀតអីចឹងទៅដើម្បីការចូលរួមរបស់ខ្ញុំយកទៅចែកម្លែកបន្តដែលពួកគាត់មានអ្នកតាច់ច្រឹងបែបហ្នឹងដែរអញ្ចឹងណាបងគិតមិនដែរមិនបានចូលរួមនៅ Pride event ឆ្នាំហ្នឹងខ្ញុំគិតថាការចូលរួមនៅក្នុងបុណ្យ Pride នៅក្នុងឆ្នាំនេះវាពិតជាសំខាន់នៅក្នុងការទី1គឺយើងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយអំពីសិទ្ធិរបស់អ្នកស្រឡាញ់ភាពដូចគ្នាដូចជាយើងបានបង្ហាញពីសក្តានុពលរបស់អ្នកស្រឡាញ់ភាពដូចគ្នាកាន់តែទូលំទូលាយដូចជាធ្វើឲ្យសង្គមរបស់យើងគឺឈានទៅរកការទទួលស្គាល់ដូចជាការផ្ដល់តម្លៃឬក៏ការផ្ដល់សិទ្ធិស្មើគ្នាចំពោះអ្នកស្រឡាញ់ភាពដូចគ្នាដែរបង